ខេសួស្តីបងប្អូនអរគ្នាចឹងថ្ងៃនេះជួបគ្នាសាជាថ្មីនៅថ្ងៃទី11ខែ2 2026បាទថ្ងៃនេះយើងមកវិភាគទីផ្សារមាសទាំងអស់គ្នាបាទទីផ្សារមាសនៅ time frame 1ម៉ោងយើងឃើញហើយថាទីផ្សារមាសមួយរយៈនឹងគឺវាចាប់ផ្ដើមផ្សាយវេខ្លីៗបាទចឹងហើយយើងអាចលេងតម្លៃ support ហើយនិងតម្លៃ resistance បានបាទអញ្ចឹងតម្លៃ high របស់វានៅពេលនេះគឺតម្លៃ5008ជាងឬក៏9ហើយនឹងតម្លៃ low របស់វាគឺនៅតម្លៃ4909ឬក៏8បាទអញ្ចឹងហើយពេលដែលវាមកដល់តម្លៃទាំងអស់ហ្នឹងគឺយើងចូលទិញហើយនឹងចូលលក់ហើយរាល់ការចូលផ្សារទាំងអស់ហ្នឹងគឺយើងត្រូវតែដាក់ TP ហើយនឹង SL ផងដែរបងប្អូនអរគ្នាបាទជឿវាងយើងហូរច្រើនអញ្ចឹងទៅយើងអត់ហ៊ានកាត់ខាតទេបាទតែបើសិនជាយើងប្រើ SL យើងខាតតិចតួចតែយើងមានឱកាស recover ឡើងវិញបាទម្ដងឬក៏ពីរដងគឺយើងអាចនឹងរួចខ្លួនវិញអីចឹងណាបងប្អូនអរគ្នាបាទអញ្ចឹងព្យាយាមឲ្យមែនទែនទទួលជាមួយនឹង TP ហើយនឹង SL ហ្នឹងបាទតែបើសិនជាទីផ្សារមើលទៅបើសិនជាវាឡើងទៅច្រើនហើយដែលវាអាចបំបែកនៅតម្លៃ high ហ្នឹងដែលនៅតម្លៃ5008ជាងឬក៏9ហ្នឹងគឺទីផ្សារនឹងបន្តឡើងទៅខាងលើទៀតហើយបងប្អូនអរគ្នាអញ្ចឹងបើសិនជា break high ហ្នឹងគឺយើងព្យាយាមទិញវិញបាទតែបើសិនជាទីផ្សារហ្នឹងវាធ្លាក់មកច្រើនដែលវាអាចមកផុតនៅតម្លៃ support នៅតម្លៃ4909ឬក៏8ជាងនេះគឺយើងអាចបន្តចូលលក់ទៀតបាទចូលលក់ទៀតតែទីផ្សារបើសិនជាវា break នៅតម្លៃហ្នឹងវាអាចនឹងមករតម្លៃ4700បាទចឹងហើយបងប្អូនអរគ្នាត្រូវតែមានការប្រុងប្រយ័ត្នឲ្យមែនទែនបាទហើយថ្ងៃនេះខ្ញុំបាទក៏មានតែប៉ុណ្្នឹងដែរបាទសូមឲ្យបងប្អូនអរគ្នាត្រូវចំណេញច្រើនហេងសំណាងល្អ